ngàyនេះមកឆាបសិតខ្មៅជាមួយសាច់គោងើឈិនសាច់គោទៅសៃស្រួយយ៉ាងហ្នឹងបងប្អូនមុខម្ហូបមួយមុខនេះបើសិនជានៅតាមតុកកាភាគច្រើនគេឆាជាមួយគ្រឿងសមុទ្រមួយចាននេះសឹងថាពិសេសជាងតុកកាទៅទៀតណាដោយសារសាច់គោងើឈិនហ្នឹងគឺវាអត់សូវសម្បូរហើយវាថ្លៃទៀតអាសាច់ងើឈិននេះបងប្អូនមើលទៅឃើញសិតតែសរសៃយ៉ាងទេតែពេលឆាចិនទៅយកវាថាស្រួយឆ្ងាញ់មែនតែនហ្មងជាដំបូងយើងត្រូវលីងខ្ទឹមសឲ្យឡើងឈ្ងុយសិនណាបងប្អូនឲ្យឡើងក្រហមបន្តមកទៀតយើងចាក់សាច់គោទៅសៃស្រួយរបស់យើងចូលទៅបន្ទាប់ពីចាក់សាច់គោហើយយើងចាប់ផ្សិតខ្មៅចូលទៅដែរហ្មងបងប្អូនដើម្បីឆាជាមួយគ្នាវាមានរសជាតិអញ្ចឹងតែបាយរបស់ខ្ញុំគ្រឿងផ្សំជីនស៊ូគឺមានគ្រប់មុខតែម្ដងលក្ខណៈថាឆាបែបចិនអញ្ចឹងគឺអាចចោលជាមួយទឹកស៊ីអ៊ូវបានទេបងប្អូនអ្វីដែលកាន់តែពិសេសទៀតគឺប្រេងខ្យងជីនស៊ូនេះហ្មងសំឡើងពី oyster និង scallop ពីប្រទេសជប៉ុនណាបងប្អូនប្រេងខ្យងមានសភាពខាប់ល្អរសជាតិក៏ឆ្ងាញ់ខ្លាំងទៀតបងប្អូនឆាសាច់គោនិងផ្សិតសប់ចូលគ្នាល្អហើយផ្ដើមដាក់បន្លែពោតកំប៉ុងនិងផ្សិតកំប៉ុងចូលបន្តទៀតបន្លែនេះខ្ញុំបានសោះវាប្រហែលជា2-3នាទីដែរដើម្បីឲ្យវាឆ្អិនស្មើគ្នាល្អអញ្ចឹងណាមួយពេលដែលយើងយកមកឆាយើងគ្រាន់តែច្របល់ចូលជាមួយសាច់ហើយនិងផ្សិតគឺមានរសជាតិឆ្ងាញ់ហ្មងបងប្អូនយើងអត់ចាំបាច់ឆាបន្លែយូរទៀតអញ្ចឹងណាម្ហូបមួយមុខនេះអ្នកផ្ទះខ្ញុំគឺចូលចិត្តគ្រប់គ្នាបងប្អូនតាំងពីចេះធ្វើវីដេអូធ្វើម្ហូបមកអត់ដែលបានញ៉ាំបាយជុំមួយអ្នកផ្ទះមកទេបានបាយអីទៅមុខទេបងប្អូនបើគ្រាន់តែថតនៅក្នុងវីដេអូហ្នឹងអស់មួយចានបាត់ហើយហ្នឹងបងប្អូនឃើញវីដេអូរបស់ខ្ញុំមកផ្ទះធំមួយចានធំអញ្ចឹងតែថាសល់អត់សល់ទេមានតែខ្វះកូនហើយនឹងប្តីយកចានមកឲ្យដួសម្នាក់ម្ដងបងប្អូនឃើញក្នុងវីដេអូហ្នឹងហើយអស់សំណើចដែរដល់ពេលអញ្ចឹងបងប្អូនដែលចូលចិត្តវីដេអូនេះកុំភ្លេច share វីដេអូនេះទាំងអស់គ្នាណាអរគុណ